យើងត្រូវតែយកការបដិសេធអតិថិជននឹងជាបទពិសោធន៍របស់យើងខ្លួនយើងផ្ទាល់ដើម្បីស្វែងរកអតិថិជនថ្មីឬក៏មកកែប្រែថាអូតើយើងផ្ទាល់មានខុសច្រឡំចំណុចណាត្រូវច្រឡំចំណុចណាដើម្បីកែប្រែខ្លួនឯងដើម្បីឈានទៅមុខទៀតកុំខ្លាចឲ្យសោះបងក្នុងនាមបុគ្គលម្នាក់ជាផ្នែក sales ត្រូវចាំថានៅពេលដែលយើងលក់ក៏បង្ខំអតិថិជនឲ្យទិញសេវាកម្មតែយើងត្រូវពន្យល់ពីបញ្ហាដែលគាត់ជួបប្រទះនិងពន្យល់ពីបញ្ហាដែលត្រូវដោះស្រាយដើម្បីឲ្យគាត់មានភាពទុកចិត្តក្នុងការទិញសេវាកម្មដោយពេញចិត្តផងដែរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Okin Inside Podcast សម្រាប់ថ្ងៃនេះដែរយើងនឹងពិភាក្សាអំពីអាជីវកម្មងារមួយដែលពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងអាជីវកម្មការងារនោះគឺវិស័យផ្នែកលក់សម្រាប់ផ្នែកលក់មិនត្រឹមតែជួយអតិថិជនក្នុងការស្វែងរកដំណោះស្រាយដែលសមស្របនោះទេគឺជួយកសាងនៅទំនាក់ទំនងក៏ដូចជាជួយឲ្យក្រុមហ៊ុនទទួលបាននូវភាពរីកចម្រើនផងដែរសម្រាប់ថ្ងៃនេះផងដែរយើងមានវាគ្មិនពិសេសម្នាក់ដែលមកពីនាយកដ្ឋានផ្នែកលក់គាត់នឹងចែករំលែកអំពីបទពិសោធន៍ផ្ទាល់របស់គាត់ថាតើហេតុអ្វីបានជាគាត់ជ្រើសយកអាជីពជាផ្នែកលក់និងបញ្ហាដែលគាត់បានជួបប្រទះដូច្នេះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរអូនជំរាបសួរបងមួយរយៈនេះសុខសប្បាយទេសុខសប្បាយបងចាប៉ុន្តែអត់សូវឃើញនៅ office ហ៎ចាបងមមីញឹកដែរបងមួយរយៈនេះចេញក្រៅរហូតដែរចាហ្នឹងហើយដោយសារតើ sale នៅ Okin ជា sale outdoor អញ្ចឹងចាតម្រូវឲ្យបុគ្គលិកចេញក្រៅញឹកបន្តិចដើម្បីទៅជួបអតិថិជនក៏ដូចជាធ្វើការ inspection អីផ្សេងៗចាហ្នឹងហើយអូនអញ្ចឹងបានដឹងពី topic របស់យើងថ្ងៃនេះណាអូខេអញ្ចឹងមុននឹងឈានដល់ការស៊ីជម្រៅបងចង់ឲ្យអូនជួយណែនាំខ្លួនទៅកាន់ទស្សនិកជនយើងតិចបានទេចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះ Thea Celine មកពីខាងផ្នែកលក់នៅក្នុងក្រុមហ៊ុន Okin Cambodia បច្ចុប្បន្ននេះនាងខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុន Okin រយៈពេល2ឆ្នាំជាងផងដែរជារួមគឺនាងខ្ញុំមានបទពិសោធន៍នៅក្នុងផ្នែកលក់ជិត4ឆ្នាំដែរចាអូខេលីនដោយសារចេះកន្លងមកបងធ្លាប់ទៅលើគេនិយាយចេះការងារផ្នែកលក់ពិបាកខ្លាំងណាអូនពិសេសដូច sell outdoor ដូចណៃហងថ្ងៃអញ្ចឹងត្រូវជិះម៉ូតូចេញក្រៅច្រើនត្រូវធ្វើដំណើរច្រើនហើយហាលភ្លៀងហាលខ្យល់ហាលក្តៅយ៉ាហើយជាពិសេសស្រីៗទៀតគឺមានអារម្មណ៍ថាវាពិបាកហ្នឹងហើយប៉ុន្តែបែកទៅវិញបងឆ្ងល់ថាចេះហេតុអីបានជាពេលហ្នឹងកណែងជ្រើសរើសយកអាជីពការងារជាផ្នែកលក់ទាំងដែលដឹងថាវានឹងពិបាកហ្នឹងហើយអូខេចាបងសំណួរល្អមែនតើបងចំពោះបងអូនផ្ទាល់សម្រាប់កម្លាំងជំរុញចិត្តដែលធ្វើឲ្យជ្រើសរើសផ្នែកលក់មកដល់បច្ចុប្បន្ននេះបងគឺមាន3កត្តាកត្តាទី1គឺនាងខ្ញុំមើលមកខ្លួនឯងជាមនុស្សម្នាក់ដែលចូលចិត្តនិយាយលេងច្រើនចាអូខេចឹងបងដឹងស្រាប់ហើយផ្នែកខ្សែគឺត្រូវការអ្នកចូលចិត្តនិយាយអត់អាចស្ងាត់បានទេចាអញ្ចឹងដោយបច្ចុប្បន្នបងអូនធ្វើការមួយបងផ្ទាល់អញ្ចឹងគឺបងអូនចូលចិត្តនិយាយលេងមួយបងក្រុមការងារក៏ដូចជាលេងសើចមួយគាត់ដើម្បីបង្កើតទំនាក់ទំនងល្អក៏ដូចជាតេតងជាមួយនឹងអត្តចរិតបងអូនគឺ friendly ផងដែរទៅកាន់ក្រុមការងារផងដែរអញ្ចឹងណាបងចំណុចហ្នឹងបងទូស្គាល់ព្រោះអីរហងៃបងឃើញមែនអូនឯងពិតជា friendly មែនមិនថាតាម department ណាគឺ friendly គ្រប់គ្នាតែម្ដងអូខេចាបងសម្រាប់ចំណុចទី2គឺទំនាក់ទំនងជាមួយអតិថិជនសម្រាប់បងអូនផ្ទាល់គឺចូលចិត្តធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនមែនតើដើម្បីបង្កើតទំនាក់ទំនងថ្មីនិងស្គាល់មនុស្សនៅជុំវិញខ្លួនឲ្យបានច្រើនផងដែរសម្រាប់ចំណុចចុងក្រោយគឺពិសេសហ្មងបងគឺទៅលើភាពចង់ដឹងចង់ឮព្រោះអីខាងបងអូនចូលចិត្តណារឿងចង់ដឹងចង់ឮទៅលើព័ត៌មានផ្សេងនឹងរបបកំហុសថ្មីអញ្ចឹងនៅពេលដែលទូនាទីជាផ្នែកលក់មួយគឺយើងត្រូវចេញក្រៅដែរបងអញ្ចឹងជាទូទៅនៅពេលដែលចេញក្រៅគឺយើងជួបមនុស្សជាច្រើនអញ្ចឹងយើងអាចយល់ដឹងអំពីព័ត៌មានបន្ថែមក៏ដូចជាទទួលបានចំណេះដឹងពីមនុស្សជុំវិញខ្លួនហ្នឹងឯងបងគឺទៅវិញទៅមកផងដែរចាអូនបើស្ដាប់តាមអ្វីដែលអូនបាននិយាយបងគិតថា sell មានទាំងអស់ហ្នឹងពិតជាល្អខ្លាំងមែនតើហើយប៉ុន្តែពេលដែលយើងចូលធ្វើការជាក់ស្ដែងបងគិតថាមិនមែនដូចអ្វីដែលយើងគិតទេត្រូវហ្នឹងហើយជាពិសេសការងារដែលជាអ្នកតំណងជាមួយនឹងសង្គមខាងក្រៅអតិថិជនខាងក្រៅយ៉ាបងគិតថាប្រកាសណាយើងមិនអាចធ្វើការដោយរលូនដោយគ្មានបញ្ហាអញ្ចឹងអូនអាចជួយប្រាប់បានទេថាការងារអីគេដែលអូនជួបប្រឈមខ្លាំងជាងគេនៅក្នុងវិស័យដែលអូនធ្វើរាល់ថ្ងៃហ្នឹងចាបងសម្រាប់បញ្ហាប្រឈមមួយគឺមានបងមិនដែរអត់ទេបងក្នុងវិស័យផ្នែកលក់បងគឺដែរទៅរលូនហ្មងឯងសម្រាប់បងអូនផ្ទាល់ក៏មានចំណុចមួយចំនួនដែលកំពុងតែប្រឈមមុខដូចគ្នាដែរចាអូខេសម្រាប់ទៅលើចំណុចដំបូងនេះគឺតកតងជាមួយនឹងទៅលើការបញ្ចុះបញ្ចូលអតិថិជនចាបងសម្រាប់ការបញ្ចុះចូលគឺសំខាន់មែនតើអញ្ចឹងគឺយើងត្រូវបញ្ចុះបញ្ចូលទៅលើអតិថិជនឲ្យគាត់យល់អំពីសេវាកម្មខាងយើងក៏ដូចជាឲ្យគាត់ដឹងនិងទទួលយកតម្លៃដូចគ្នាសម្រាប់ចំណុចទី2គឺការបដិសេធពីអតិថិជនសំខាន់ណាស់បងដោយសារផ្នែក sale គឺអីដែលសំខាន់ហ្មងគឺចំណូលដល់ក្រុមហ៊ុនអញ្ចឹងគឺនៅពេលដែលអតិថិជនគាត់បដិសេធច្រើនគឺ
ប៉ះពាល់ដូចគ្នាដែរ ចាលក់អត់បាន នឹងឯងបងបញ្ហាធំ ចា ហើយសម្រាប់ចំណុចចុងក្រោយគឺតើតើមួយទំនាក់ទំនងដោយសារបច្ចុប្បន្ននេះគឺអតិថិជនគឺមិនមែនមានតែមួយភេទទេគឺមានចាស់ទុំក្មេងក៏ដូចជាតម្រូវការរបស់ពួកគាត់ក៏អត់ដូចគ្នាដែរអញ្ចឹងគឺតើតើជាមួយនឹងទំនាក់ទំនងគឺសំខាន់មែនតើបើខ្ញុំឧទាហរណ៍ទៅលើបច្ចុប្បន្ននេះក្រុមហ៊ុន Okin គឺផ្ដល់សេវាកម្មជាច្រើនទាំងភោជនីយដ្ឋានទាំងសន្តាគារទាំងរោងចក្រក៏ដូចជាទាំងសាលារៀនទៀត ចា អញ្ចឹងគឺទៅលើ document support ទៅលើគាត់ក៏ដូចជាតម្រូវការដែលគាត់ត្រូវការពីខាងផ្នែក sales ដែលរៀបចំឲ្យគាត់ក៏យើងត្រូវតម្រូវចិត្តគាត់ដែរដើម្បីឲ្យគាត់ទទួលបានភាពទុកចិត្តហើយនឹងព័ត៌មានលម្អិតដូចគ្នាខ្ញុំបងកត្តានេះហើយអាចនិយាយបានថាវាជាកត្តាដែលប្រឈមមុខមែនទែនទៅលើបញ្ហាជាក់ស្ដែងបច្ចុប្បន្ននេះចាអូខេអូនបងចាប់អារម្មណ៍ថងចំណុចមួយការតំណែងមិញអូនលើកឡើងថាមានប្រុសមានស្រីមានចាស់មានក្មេងអូខេហើយផងដែរមិនមានតាមកវិស័យទេភោជនីយដ្ឋានអូតែលអីផ្សេងមកកណោអញ្ចឹងណាបងចង់ឲ្យណាញ់លើកយកកលឹះទូចមួយថាធ្វើម៉េចទើបអាចតំណែងមកពួកគាត់ដោយរលូនបានណាហ្នឹងហើយចាបងសំណួរចាក់ដោតបង Yes ចាបងសម្រាប់ចំណុចនេះបងគឺអីដែលសំខាន់ហ្មងគឺភាពអត់ធ្មត់ប្រសិនបើបងអូនតើអត់មានភាពអត់ធ្មត់ទេគឺអាចជ្រើសរើសក្នុងអាជីពផ្នែកលក់បានទេដោយសារឧទាហរណ៍ថាខាងបងអូនលក់ទៅកាន់អតិថិជនមួយប្រសិនបើគាត់ទាមទារទៅលើឯកសារឬក៏ទាមទារទៅលើព័ត៌មានច្រើនបើយើងមានការអត់ធ្មត់ក្នុងការស្វែងរកឲ្យគាត់ទេគឺយើងអាចជោគជ័យក៏ដូចជាអាចនិយាយបានថាយើងប្រើពាក្យថា close sale បងចាអូខេហ្នឹងហើយបងអញ្ចឹងគឺសំខាន់មែនទែនភាពអត់ធ្មត់បងអូខេអូនបងយល់ស្របថងចំណុចអត់ធ្មត់ហ្នឹងអញ្ចឹងការដែលយើងធ្វើការជាមួយនឹងអតិថិជនវាតែងតែមានការ complain អីផ្សេងការដោះស្រាយបញ្ហាផ្សេងអញ្ចឹងមកគិតថាបើសិនជាយើងជាផ្នែកលក់ណាយើងអត់ចេះទប់កំហឹងយើងជាមនុស្សដែលឆាវឆាវប្រកបណាស់នឹងឆ្លោះគ្នាជាមួយនឹងអតិថិជនអញ្ចឹងមកគិតថាយ៉ាវាពិតជាសំខាន់ខ្លាំងមែនតើសំខាន់ខ្លាំងចាអូនដោយសារតាមរយៈនេះបងទទួលបានការដាក់ពាក្យពីបេក្ខជនផ្នែក sale រៀងគួរសមដែរណាអូនតើអូនមានសារអីគេខ្លះចង់ផ្ដាំផ្ញើទៅពួកគាត់ចាបងសម្រាប់សារពីបងអូនផ្ទាល់ទៅកាន់បងដូចជាអូនដែលគាត់កំពុងតែត្រៀមខ្លួនចូលនៅក្នុងផ្នែក sale ឬក៏គាត់កំពុងតែធ្វើការនៅក្នុងផ្នែក sale ខាងបងអូនមានចំណុចអត់ច្រើនទេបងតិចតួចទេដែលបច្ចុប្បន្ននេះបងអូនក៏កំពុងអនុវត្តដូចគ្នាបងចាអូខេអូនអញ្ចឹងសម្រាប់ចំណុចដំបូងគឺតេតូនជាមួយនឹងការអត់ធ្មត់ដែលបងអូនបានលើកឡើងមុនហ្នឹងគឺសំខាន់ខ្លាំងជាងគេហ្មងហើយសម្រាប់ចំណុចបន្ទាប់គឺការបដិសេធពីអតិថិជនកុំខ្លាចយល់សោះបងដូចនេះនៅបងផ្ទាល់គឺនៅពេលដែលបងអូនធ្វើការជួបអតិថិជនឬក៏បានធ្វើការផ្ដល់តម្លៃជាមួយអតិថិជនគាត់ត្រួតពិនិត្យរួចរាល់អស់ហើយអញ្ចឹងគាត់បដិសេធអញ្ចឹងកុំខ្លាចយើងត្រូវតែទៅមុខទៀតយើងត្រូវតែយកការបដិសេធអតិថិជននឹងជាបទពិសោធន៍របស់យើងខ្លួនយើងផ្ទាល់ដើម្បីស្វែងរកអតិថិជនថ្មីឬក៏មកកែប្រែថាអូតើយើងផ្ទាល់មានខុសត្រង់ចំណុចណាត្រូវត្រង់ចំណុចណាដើម្បីកែប្រែខ្លួនឯងដើម្បីឈានទៅមុខទៀតកុំខ្លាចឲ្យសោះបងហើយសម្រាប់ចំណុចចុងក្រោយគឺគោលសំខាន់ដែរបងគឺភាពស្មោះត្រង់គឺភាពស្មោះត្រង់នេះបើនិយាយបែបលេងទៅបើស្នេហាគឺថាត្រូវការភាពស្មោះត្រង់ហើយប៉ុន្តែសម្រាប់ការលក់ទៅកាន់អតិថិជនក៏ត្រូវការភាពស្មោះត្រង់ដែរអតិថិជនក៏ត្រូវការភាពស្មោះត្រង់ដូចគ្នាព្រោះអីនៅពេលដែលក្នុងនាមបងផ្ទាល់បើសិនបើលក់ផលិតផលក៏ដូចជាការនិយាយទៅកាន់អតិថិជនខុសនឹងអីដែលយើងផ្ដល់ឲ្យគាត់គាត់បាត់បង់ទំនុកចិត្តឬក៏គាត់ដឹងហើយថាអូម្នាក់ហ្នឹងអត់មានភាពស្មោះត្រង់ទេអញ្ចឹងគឺភាពស្មោះត្រង់សំខាន់មែនតើអាចនិយាយបានថាក្នុងនាមបុគ្គលម្នាក់ជាផ្នែក sale ត្រូវចាំថានៅពេលដែលយើងលក់ក៏បង្ខំអតិថិជនឲ្យទិញសេវាកម្មតែយើងត្រូវពន្យល់ពីបញ្ហាដែលគាត់ជួបប្រទះនិងពន្យល់ពីបញ្ហាដែលត្រូវដោះស្រាយដើម្បីឲ្យគាត់មានភាពទុកចិត្តក្នុងការទិញសេវាកម្មដោយពេញចិត្តផងដែរចាអូនបងគិតថាភាពស្មោះត្រង់គឺសំខាន់ខ្លាំងមែនតើបងគិតថាបើសិនជាពេលហ្នឹងអតិថិជនអត់យកសេវាកម្មយើងទេហ្នឹងហើយប៉ុន្តែបងជឿថាថ្ងៃមុខគាត់អាចនឹងងាកមកយកវិញដែរហើយមួយទៀតបើសិនជាគាត់អត់យកខ្លួនឯងឬក៏គាត់បានយកហើយគាត់ទុកចិត្តលើសេវាកម្មខាងយើងគាត់អាចណែនាំទៅកាន់មិត្តភ័ក្តិបងប្អូនឬក៏ក្រុមការងារឬក៏អ្នកដទៃឲ្យមកយកសេវាកម្មរបស់យើងអញ្ចឹងចំណុចទូចមួយនេះគឺអាចធ្វើឲ្យយើងទទួលបានភាពជោគជ័យទៅថ្ងៃមុខផងដែរចាអូនអញ្ចឹងអរគុណច្រើនសម្រាប់ការចែករំលែករបស់អូនដ៏មានតម្លៃនៅក្នុងថ្ងៃនេះទៅលើបញ្ហាដែលបានជួបប្រទះក៏ដូចជាសារទៅកាន់បេក្ខជនណាអូនហ្នឹងហើយអញ្ចឹងខ្ញុំគិតថាការងារផ្នែក sale មិនស្រួលពេកហើយក៏មិនពិបាកពេកដែរទាមទារឲ្យយើងថាតើយើងស្រឡាញ់ការងារមួយនឹងអត់ហើយមួយទៀតយើងចេះបត់បែនទៅតាមសង្គមបច្ចុប្បន្នឬអត់ចាហើយបច្ចុប្បន្ននេះក្រុមហ៊ុន Okin ក៏កំពុងតែជ្រើសបុគ្គលិកផ្នែកលក់ដែលយើងហៅថា sales officer បើសិនជាបងប្អូនចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការអាចសួរព័ត៌មានបន្ថែមនៅក្នុង Facebook page ដែលមានឈ្មោះថាចាក់ទៅមុខ Swiss Career ហើយវីដេអូរបស់យើងនៅក្នុងថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ដែរអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅអេពីសូតក្រោយសូមអរគុណសូមជម្រាបលា